បាទឥឡូវនេះចូលព័ត៌មានទី1គឺព័ត៌មានទី1នេះខ្ញុំសូមដកស្រង់ពីសារព័ត៌មាន Al Jazeera ឬក៏យើងហៅថាទូរទស្សន៍ Al Jazeera បាទសូមបកប្រែទូរទស្សន៍ហើយសូមបញ្ជូនទាំងស្រុងនេះពីព្រោះ Al Jazeera គាត់សរសេរវែងបានល្អណាស់បាទណែងណងល្អជាងគេអញ្ចឹងខ្ញុំសូមផ្ដល់កិត្តិយសនេះទៅ Al Jazeera ជម្រាបជូនប្រិយមិត្តបាទសារព័ត៌មាន Al Jazeera គាត់បានរាយការណ៍ថាការប្រយុទ្ធគ្នារវាងកម្ពុជានិងថៃគឺបានបន្តចូលដល់ថ្ងៃទី3ទៅហើយណាដោយមានការបាញ់ផ្លោងឆ្លងព្រំដែននិងការវាយប្រហារតាមអាកាសដែលបង្ខំឲ្យជនស៊ីវិលជាងកន្លះលាននាក់រត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនិងស្វែងរកកន្លែងជ្រកកោននេះបើយោងតាមប្រភពពីអាជ្ញាធរនៃប្រទេសទាំងពីរបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានមន្ត្រីដែលមកពីប្រទេសថៃនិងកម្ពុជានៅថ្ងៃពុធនេះបានចោទប្រកាន់គ្នាទៅវិញទៅមកថាអ្នកណាមួយជាអ្នកចាប់ផ្ដើមចំនួនដែលបានសម្លាប់ទាហាននិងជនស៊ីវិលយ៉ាងហោចណាស់13នាក់ចឹងតួលេខដែលសារព័ត៌មានប្រើជាផ្លូវការមកដល់ត្រឹមនេះគឺត្រឹមតែ13នាក់ទេនៅភាគីទាំងសងខាងរហូតមកដល់ពេលនេះនឹងនាំឲ្យមនុស្សជាងកន្លះលាននាក់បានដែលមកពីព្រំដែននៃប្រទេសទាំងពីរភៀសខ្លួនដើម្បីសុវត្ថិភាពអ្នកនាំពាក្យក្រសួងការពារថៃលោកស៊ូរ៉ាសានគង់សេរីបានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយថាមនុស្សជាង400,000នាក់ទៅបានផ្លាស់ទៅជំរកសុវត្ថិភាពនៅទូទាំងខេត្តចំនួន7របស់ថៃលោកបានមានប្រសាសន៍ថាជនស៊ីវិលត្រូវជម្លៀសចេញយ៉ាងច្រើនដោយសារតែអ្វីដែលយើងបានវិតម្លៃថាជាការគំរាមកំហែងដល់សុវត្ថិភាពរបស់ពួកគេយោធាថៃក៏បានរាយការណ៍ផងដែរថាមានគ្រាប់រ៉ុកែតបានបាញ់ចេញពីប្រទេសកម្ពុជាបានធ្លាក់នៅជិតមន្ទីរពេទ្យភ្នំដងរែកក្នុងខេត្តសុរិន្ទនៅព្រឹកថ្ងៃពុធដែលជំរុញឲ្យអ្នកជំងឺនិងបុគ្គលិកមន្ទីរពេទ្យត្រូវរកកន្លែងលាក់ខ្លួននៅក្នុងលេនដ្ឋាននៅក្នុងប្រទេសកម្ពុជាវិញគឺអ្នកស្រីម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិរបស់កម្ពុជាបានបញ្ជាក់ឲ្យដឹងថាមានមនុស្ស101,229 នាក់ត្រូវបានជម្លៀសទៅកន្លែងសុវត្ថិភាពនិងផ្ទះសាច់ញាតិនៅក្នុងខេត្តចំនួន5គេហទំព័ររបស់សារព័ត៌មាន Cambodia News ដែលដំណើរការដោយសាជីវកម្មផ្សព្វផ្សាយប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានរាយការណ៍ថាយន្តហោះចម្បាំង F-16 របស់ថៃបានវាយប្រហារតំបន់2នៅក្នុងប្រទេសខណៈដែលការបាញ់ផ្លោងរបស់ថៃនៅតែបន្តនៅក្នុងតំបន់3ផ្សេងទៀតរីឯ web portal មតិជនអនឡាញរបស់ថៃក៏បានរាយការណ៍ផងដែរថាយោធារបស់ប្រទេសនេះបានដាក់ពង្រាយយន្តហោះចម្បាំងប្រភេទ F-16 ដើម្បីវាយប្រហារគោលដៅយោធារបស់កម្ពុជាមួយតាមបណ្ដោយព្រំដែននៅព្រឹកថ្ងៃពុធគ្រាប់រ៉ុកែតនិងការបាញ់កាំភ្លើងផ្លោងកាំភ្លើងធំរបស់កម្ពុជាក៏បានកំណត់បាញ់ចំគោលដៅនៅសមរភូមិជួរមុខចំនួន12នៅក្នុងខេត្តចំនួន4របស់ថៃនៅព្រឹកព្រលឹមនេះបើយោងតាមកាសែត The Nation របស់ប្រទេសថៃដោយដកស្រង់ប្រភពយោធាមិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់និងរបួសនោះទេការប្រយុទ្ធគ្នានៅតែបន្តនៅតាមព្រំដែនអ្នករាយការណ៍ព័ត៌មានរបស់ Al Jazeera លោក Bob McBride ដែលរាយការណ៍ពីក្នុងខេត្តសុរិន្ទក្នុងប្រទេសថៃបាននិយាយថាយោធាថៃបានរាយការណ៍កាលពីថ្ងៃពុធថាការប្រយុទ្ធគ្នាបានកើតឡើងនៅក្នុងខេត្តស្ទើរតែទាំងអស់ដែលមានព្រំដែនជាប់នឹងប្រទេសកម្ពុជាលោក McBride បាននិយាយថានៅក្នុងខេត្តសុរិន្ទតែមួយមានរបាយការណ៍អំពីការបាញ់ប្រហារគ្នានៅក្នុងទីតាំងផ្សេងៗចំនួន5កន្លែងដោយបន្ថែមថាមនុស្សរាប់ពាន់នាក់បានជម្លៀសចេញលោកបានមានប្រសាសន៍ថាមនុស្សភាគច្រើនបានចាក់ចេញពីទីនេះអស់ហើយលោកបានបន្ថែមថាមនុស្សរាប់រយរាប់ពាន់នាក់ឥឡូវនេះនៅសងខាងនៃព្រំដែនកំពុងស្វែងរកកន្លែងជ្រកកោនដោយដែលពួកគេធ្លាប់បានធ្វើកាលពីពេលអតីតកាលនិងគណៈពេលដែលការប្រយុទ្ធគ្នានៅតែបន្តលោក McBride បាននិយាយថាជនជាតិថៃបាននិយាយថាពួកគេចង់បានសន្តិភាពប៉ុន្តែពួកគេក៏បាននិយាយថាសន្តិភាពត្រូវតែបានមកតាមអ្វីដែលពួកគេហៅថាសន្តិសុខនិងសុវត្ថិភាពរបស់ប្រជាជនថៃខណៈដែលការវាយប្រហារកំពុងបន្តពួកគេមិនទាន់បានសម្រេចបាននៅរឿងនេះនៅឡើយទេរីឯលោក
បានណាប៊ីឡូនៃ Al Jazeera រាយការណ៍ពីខេត្តឧត្តរមានជ័យនៅភាគពីយប់នៃប្រទេសកម្ពុជាបាននិយាយថាប្រជាជននៅក្នុងតំបន់កំពុងតែជំលះទៅមជ្ឈមណ្ឌលជំលះមួយខណៈដែលការប្រយុទ្ធគ្នាបានពង្រីកដល់ខេត្តព្រំដែនចំនួន5ជាមួយនឹងប្រទេសថៃនៅកន្លែងស្នាក់នៅមួយមានមនុស្សដែលផ្លាស់ទីលំនៅទៅប្រហែលជា 10000 នាក់នារីកាព័ត៌មានបានរាយការណ៍ដឹងថាលក្ខខណ្ឌនៅទីនោះគឺមិនបានល្អនោះទេដោយមានមនុស្សជាច្រើនជ្រកនៅក្រោមតង់បណ្ដោះអាសន្នធ្វើអំពីក្រណាត់ពណ៌ខៀវខណៈដែលអ្នកផ្សេងទៀតមិនមានសម្ភារៈដើម្បីសាងសង់ជំរកដើម្បីការពារពីកម្ដៅនិងទឹកភ្លៀងនោះទេនារីកាបានឲ្យដឹងថាប្រជាជននៅទីនោះកំពុងនិយាយថាពួកគេមិនមានជំនួយគ្រប់គ្រាន់ទេប៉ុន្តែការភ័យខ្លាចគឺជារឿងធំឬការព្រួយបារម្ភធំនៅទីនេះគឺការភ័យខ្លាចការភ័យខ្លាចថាតើអំពើហិង្សាអាចរីករាលដាលបន្ថែមទៀតឬយ៉ាងណាឥឡូវនេះមានមនុស្សកំពុងវិចខ្ចប់អីវ៉ាន់ពីព្រោះយើងបានឮសំឡេងផ្ទុះខ្លាំងទោះបីជាយើងនៅឆ្ងាយពីកន្លែងដែលការប្រយុទ្ធគ្នាកំពុងកើតឡើងក៏ដោយដូច្នេះប្រជាជនកំពុងវិចខ្ចប់អីវ៉ាន់និងត្រៀមខ្លួនផ្លាស់ទៅជំរំជម្រះមួយផ្សេងទៀតបញ្ហាគឺថានៅគ្រប់ទីកន្លែងវាហាក់ដូចជាគ្រោះថ្នាក់ណាស់សម្រាប់ពួកគេបាទហើយនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Al Jazeera ហើយ Al Jazeera ក៏បានបញ្ជាក់ផងដែរនៅការថ្លែងរបស់លោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃលោកសៀស័កភូមិកិតកែវដែលបានប្រាប់ Al Jazeera ថាលោកមិនទាន់មើលឃើញពីសក្តានុពលនៃការចរចាគ្នានៅឡើយទេដោយបន្ថែមថាទីក្រុងបាងកកមិនចាប់ផ្ដើមការចរចាក្នុងពេលដែលកំពុងតែប៉ះទង្គិចគ្នានេះទេនេះឯក្រសួងការពារជាតិរបស់កម្ពុជាក៏បាននិយាយកាលពីថ្ងៃអង្គារថាកងទ័ពរបស់ខ្លួនគ្មានជំរឿអ្វីក្រៅពីចាត់វិធានការតបតទេដោយចោទប្រកាន់ប្រទេសថៃថាបានកំណត់វិប្រហារគោលដៅដោយមិនរើសអើងនិងខុសខើលើតំបន់លំនៅឋានរបស់ជនស៊ីវិលបាទដែលមានក្របកាំភ្លើងធំដែលបាញ់មកជាច្រើនក៏ប៉ុន្តែទីក្រុងបាងកកបានបដិសេធបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Al Jazeera ដែលខ្ញុំសូមដកសង្កឲ្យជូនប្រិយមិត្តទាំងអស់គ្នា